ការប្រកួតដែល fan ទន្ទឹងរង់ចាំគឺគៀកចិត្តមកដល់ហើយពេលនេះគឺថ្លឹងគីឡូទម្ងន់រួចរាល់ហើយម្នាក់នេះគឺជាដៃគូរបស់កីឡាករធឿនធីរ៉ាបងប្អូនហើយនៅមកថ្មីក៏ភ្លេចចុច subscribe អ្នកមួយផងសេចក្ដីដើម្បីបានព័ត៌មានថ្មីពី Channel កលប់ដេតគុណខ្មែរជាជួនបងប្អូនទស្សនាជារៀងរាល់ថ្ងៃហើយChannel មានព័ត៌មានថ្មីមកចែកជូនបងប្អូនពីការប្រកួត Edgeman Tournament របស់កីឡាករធឿនធីរ៉ាហើយការថ្លឹងទម្ងន់គឺគីឡូរួចរាល់អស់ហើយបងប្អូនគឺកីឡាករធឿនធីរ៉ាលើកនេះគឺប្រកួតគីឡូ 72.6 បងប្អូនហើយការប្រកួតនេះគឺលើកនេះកីឡាករធឿនតារាគឺមិនមែនចាប់ឆ្នោតប៉ះជាមួយនឹងប៉ាវ៉ែលទេបងប្អូនហើយនៅក្នុងការប្រកួតនេះបងប្អូនដឹងហើយគឺពិតជាកុកក្រោយខ្លាំងតែនត្រៀមអ្នកដល់លើទឹកដីខណ្ឌកបូលដឹងកុកក្រោយស្រេចហូរទៀតហើយការប្រកួត Edgeman Tournament ហើយកន្លងមកគឺធឿនតារាប្រកួត Edgeman Tournament គឺមិនដែរឲ្យ fan អ្នកគ្រប់គ្រងគុណខ្មែរខកចិត្តខំដងទេប៉ុន្តែលើកនេះ fan គ្រប់គ្រងគុណខ្មែរមួយចំនួនគាត់តែមានជំនឿសង្ឃឹមទៅលើកីឡាករធឿនតារាភាគរយតិចខ្លាំងតែនបងប្អូនប៉ុន្តែយើងចាំមើលទាំងអស់គ្នាណាស៊ីសងលើការវឹកហាត់នៅលើសង្វៀនដោយសារតែកីឡាករធឿនតារាគាត់មកជាក់នេះធ្លាក់ប្រតិភិបការប្រកួតគឺមិនសូវបានល្អប្រហែលប្រកួតចុងក្រោយនេះហើយប៉ុន្តែលើកនេះគឺខាង Kensbert សហការជាមួយនឹងខាងស្ថានីយទូទូថោតមកកើតមហាព្រឹត្តិការណ៍ Kensbert ពលគុណខ្មែរដែលធ្វើឡើងនៅលើទឹកដីខណ្ឌកបូលណាការប្រកួតនៅក្បែរវត្តសួនពេជ្រដែលលោកក្បែរវត្តសួនពេជ្រកុំភ្លេចចាំតាមដានការប្រកួតរបស់គ្នាហើយកីឡាករធឿនតារាគឺត្រូវតទល់គូទី1ហ្នឹងគឺត្រូវប៉ះជាមួយនឹងកីឡាករលីប៉ូលីងដែលជាកីឡាករមកពីចិនគឺចាប់ឆ្នោតប៉ះជាមួយកីឡាករចិនហ្នឹងបងប្អូនហើយកីឡាករដែលធឿនតារាចង់ប៉ះគឺប៉ាវ៉ែលដែលជាម៉ូចាស់របស់កីឡាករធឿនតារាប្រកួតលើកមុនបងប្អូនការប្រកួតតាមឡាននោះដែលការហ្នឹងគឺប៉ាវ៉ែលសល់ស្លាកស្នាមឲ្យកីឡាករធឿនតារាបែកសោះខ្លួនណាបងប្អូនបែកសោះមុខកាលណាបងប្អូនប៉ុន្តែលើកនេះធានាថាជំនួបលើកនេះសម្រាប់ admin នោះគឺមានសង្ឃឹមមកឲ្យធឿនតារាដល់វគ្គចុងក្រោយប៉ះប៉ាវ៉ែលម្ដងទៀតដោយការប្រកួត Edgeman Tournament ដើមឡានបងប្អូនសម្រាប់ admin 200អាចនឹងធឿនតារាអាចនឹងប៉ះប៉ាវ៉ែលម្ដងទៀតបានតែប៉ះលើកនេះយើងចាំមើលដល់គ្នាហើយប៉ាវ៉ែលមកជានេះគូពងតឡើងដែរប៉ាវ៉ែលបច្ចុប្បន្នគឺប្រកួតឃើញពេញជុំប្រកួតខ្លាំងនៅលើទឹកដីថៃបងប្អូនគួរនៅសង្វៀនរាជាដាំងឿនហើយលើកនេះគឺធឿនតារាប៉ះកីឡាករចិនមុនគឺលីប៉ូលីងនេះដែលជាកីឡាករចិនហើយធឿនតារាត្រូវប្រកួត Edgeman Tournament នេះត្រូវតទល់មក7ប្រទេសបងប្អូនដែលចូលរួមប្រកួតជាមួយកីឡាករធឿនតារានេះចាំមើលដល់គ្នាបងប្អូនធានាថាដឹងកក្រៅហើយការប្រកួតនេះប្របែកភាពដែលមកប្រកួតនេះមិនមែនជាកីឡាករដកម្លងទេណាបងប្អូនសិតតែកីឡាករដាប់សិតតែម្ចាស់ខ្សែក្រវ៉ាត់មួយម្នាក់ក៏2 3សហបានដែរបងប្អូនមិនមែនលុំទេហើយកីឡាករដែលចូលរួមប្រកួតនេះគឺសិតតែកីឡាករដាប់កម្រិតល្បីតាមបណ្ដាប្រទេសបងប្អូនមិនមែនលុំទេដូចជាមានបេរុសម៉ារ៉ូសរុស្ស៊ីបារាំងអេស្ប៉ាញហ្នឹងបងប្អូនរងហ្នឹងដែលចូលរួមប្រកួតសិតតែដាប់ជួបសិតតែក្រៅក្នុងមហាព្រឹត្តិការណ៍ Kensbert ពលគុណខ្មែរនេះហើយ fan អ្នកគ្រប់គ្រងគុណខ្មែរដឹងតែស្រេចហូរពេញហូរនៅលើទឹកដីខណ្ឌកបូលទៀតហើយបងប្អូនថ្ងៃទី6នេះគឺធឿនតារាក៏ក្រៅហើយថ្លឹងគីឡូរួចរាល់ហើយបងប្អូនធឿនតារាចាំមើលប៉ះជាមួយចិននេះឈ្នះចាញ់ឬយ៉ាងណាហើយអាចនឹងឡើងទៅប៉ះនឹងកីឡាករណាមរូបទៀតចេញជាមួយអស់គ្នាព្រោះជួបសិតតែកំពូលបងប្អូនព្រោះសិតតែដាប់កីឡាករបានរូបនេះមិនលុំមួយណាបងប្អូនព្រោះខាងលើកនេះ Kensbert ដាក់ឲ្យកំប៉ុងមាសឲ្យធឿនតារាដើមប៉ុន្តែចូលកីឡាករមកពីខាងទ្វីបអឺរ៉ុបស្ទើរដាប់ដែរចូលរួមប្រកួតហើយពិតជាក្រៅខ្លាំងតែនហើយមិនមានតែព័ត៌មានម្ដងទេចែកជូនប្រិយមិត្តបង